ចូលកុំធ្វើជាមនុស្សកង្កែបក្នុងអណ្ដូងបាទមនុស្សកង្កែបក្នុងអណ្ដូងគឺជាប្រភេទមនុស្សដែលមានទស្សនៈអវិជ្ជមានគឺជាមនុស្សដែលជួយចិត្តផ្ចាញ់ចានរតីបំផ្លាញរតីជាមនុស្សដែលមិនជួយចិត្តសិក្សារៀនសូត្រជាមនុស្សដែលខ្លាចជាមនុស្សដែលមានភាពរុញរាទៅនឹងកិច្ចការអ្វីមួយឬក៏អ្វីមួយប្រៀបដូចជាសត្វត្រីឬក៏ត្រីដែលគេចិញ្ចឹមក្នុងស្រះអញ្ចឹងបាទត្រីដែលចិញ្ចឹមនៅក្នុងអាងឬក្នុងស្រះគឺវាពុំមានលទ្ធភាពក្នុងការហែលទៅរកទីតាំងផ្សេងទេក្រៅតែពីនៅក្នុងស្រះហើយបានចំណីពីម្ចាស់ដែលវាផ្ដល់ឲ្យដូច្នេះហើយមនុស្សប្រភេទអវិជ្ជមានឬក៏មនុស្សកង្កែបក្នុងអណ្ដូងគឺជាមនុស្សដែលមិនមានការពិបាកខ្លួនឯងវាមានការតស៊ូដែលជួបរឿងលំបាកផ្សេងជាច្រើនពីព្រោះថានៅពេលដែលគាត់ជួបបញ្ហាគាត់មិនអាចជោគជ័យបានទេគាត់មិនអាចដោះស្រាយបញ្ហាបានទេត្បិតថាគាត់មិនអាចមិនដែលបានទទួលបានបទពិសោធន៍ថ្មីល្អពីខាងក្រៅដូច្នេះយើងមិនគួរធ្វើជាមនុស្សកង្កែបក្នុងអណ្ដូងនោះទេយើងត្រូវតែស្វែងរកចំណេះវិជ្ជាមកដាក់ក្នុងខ្លួនយើងត្រូវតែមានការតស៊ូជំនះប្រឹងប្រែងដើរទៅមុខចាក់ចេញពីទីកន្លែងដែលយើងមិនអាចអភិវឌ្ឍខ្លួនឯងបានហើយនៅពេលយើងផ្ដល់ទីខ្ពស់យើងត្រូវតែសម្លឹងឲ្យបានវែងឆ្ងាយនៅចក្ខុវិស័យជីវិតរបស់យើងមិនត្រូវដើរនៅស្ងៀមយើងមិនត្រូវនៅស្ងៀមយើងមិនត្រូវនៅមួយកន្លែងហើយព្យាយាមគិតអ្វីដែលអវិជ្ជមាននោះទេមនុស្សដែលមិនមែនជាមនុស្សអង្កែបក្នុងដងនោះគឺជាមនុស្សដែលព្យាយាមអភិវឌ្ឍខ្លួនឯងសិក្សាពីអ្វីដែលថ្មីនៅជុំវិញខ្លួនហើយជួបមនុស្សថ្មីព្យាយាមស្គាល់មនុស្សដែលជោគជ័យថ្មីជាប្រចាំនេះហើយគឺជាកលឹះដើម្បីកុំឲ្យខ្លាយខ្លួនជាមនុស្សកង្កែបក្នុងដង